Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងផ្ដើមនិស្ស័យរឿងរបស់យើងក៏បានឃើញមនុស្សម្នាក់ផងដែរហើយឥឡូវនេះគឺកំពុងតែជីកភ្នែករបស់ខ្លួនឯងហ្នឹងឯងហើយមិនឆ្ងល់នោះទេតែបង្ហាញមុខចឹងហើយគឺជាតួឯករបស់យើងហ្នឹងឯងដោយហេតុថាតួឯករបស់យើងហ្នឹងឥឡូវនេះគេគឺស្ថិតនៅតែម្នាក់ឯងនោះទេគ្រួសាររបស់គេទាំងអស់គឺត្រូវបានស្លាប់អស់ហើយដោយសារតែមានអាបតតខ្មៅនៅលើធូបរបស់គេគឺបានកើតឡើងឲ្យតែអាយុ10ឆ្នាំគឺត្រូវបានស្លាប់យកតែម្ដងហើយគ្មានករណីលើកលែងចំពោះគេនោះទេហើយឥឡូវនេះផងដែរប្រហែលជាថ្ងៃស្អែកហ្នឹងគឺដល់វេនគេហើយដូច្នេះហើយគេមិនចង់ស្លាប់ដោយវេទនាយ៉ាងនោះដូច្នេះមានតែធ្វើគេកប់នៅខ្លួនឯងនៅទីកន្លែងនេះតែប៉ុណ្ណោះហើយអាស្នាមតាំងពីបរាណរបស់គេហ្នឹងក៏មិនដឹងថាវាមានបញ្ហាកើតឡើងដែរក៏ដោយសារតែប្រភេទរបស់ fan ជារបស់ពួកគេហ្នឹងគឺបានកើតឡើងវិញហើយក៏ធ្វើឲ្យមនុស្សពីមួយចំនួនហ្នឹងគឺបាត់បង់នៅធម៌ពលហើយក៏បាត់បង់នៅខ្សែឈាមផងដែរដូច្នេះហើយទៅមកដល់ដំណាក់កាលឥឡូវគឺសល់តែគេម្នាក់ឯងតែប៉ុណ្ណោះហើយគេនឹងធ្វើការបញ្ចប់ខ្លួនឯងនៅទីកន្លែងនេះប៉ុន្តែគេនៅតែស្ដាយក៏ដោយសារតែមិនតន់ស្គាល់ដូចជាស្រីនោះទេហើយតួឯករបស់យើងហ្នឹងក៏បាននឹកឃើញនៅនារីម្នាក់ផងដែរដែលមានឈ្មោះថាសៀវគួយប៉ុន្តែនាងគឺមិនបានចូលចិត្តទៅកាន់តួឯករបស់យើងនេះទេបើជាចូលចិត្តទៅកាន់ប្រមនេះមានឈ្មោះថាអ៊ីគូទៅវិញហើយតួឯករបស់យើងកើតបែបនេះហើយភ្លាមៗមកដូចជាមានអ្វីកើតឡើងគឺធ្វើឲ្យតួឯករបស់យើងគឺភ្ញាក់យកតែម្ដងដូចតែបាញ់គឺមកអញ្ចឹងបាក់នៅស្លាកក្នុងរបបពោតរបស់គេហើយភ្លាមនោះផងដែរយើងក៏បានឃើញថានារីម្នាក់ផងដែរកំពុងតែហាក់ដូចជាថើតែបាញ់មិនទេប៉ុន្តែភ្លាមៗហ្នឹងយើងក៏បានលើសំឡេងបរមម្នាក់គឺបាននិយាយថាលាវម៉ងឈីនេះគឺមិនរត់គេចពីទីកន្លែងហ្នឹងបាននោះទេដូច្នេះហើយប្រហែលជាយើងដឹងថាចៅម្នាក់ហ្នឹងមានឈ្មោះថាម៉ងឈីហ្នឹងឯងហើយចៅម៉ងឈីក៏បានព្យាយាមដើម្បីបាំងខ្លួនរបស់គេកុំឲ្យបែរហ្នឹងរកឃើញជាមួយនឹងគ្នានេះផងដែរយើងក៏បានដឹងថាបែបម្នាក់នេះហ្នឹងឯងគឺជាអ្នកតាមប្រមាញ់ទៅកាន់ចៅម៉ងឈីក៏ដោយសារតែគេគឺមិនអាចឲ្យចៅម៉ងឈីចាកចេញពីទីកន្លែងនេះនោះបីហើយយើងក៏មិនដឹងថាមានមូលហេតុអីដែរបានជាបែបហ្នឹងគឺបានតាមស្វែងរកនិងចាត់ការទៅកាន់ចៅម៉ងឈីគេក៏បានប្រាប់ឲ្យយើងដឹងថាចៅម៉ងឈីគឺត្រូវបានតាមរបស់គេហើយដូច្នេះគឺត្រូវការតែរកប្រមម្នាក់ផងដែរដើម្បីអន្សាបទៅតាមហ្នឹងហើយគាត់តែនិយាយថាប៉ុណ្ណឹងយើងដឹងថាមានអ្វីកើតឡើងគឺអ្នកពេលអនាគតហើយយើងក៏បានឃើញថានៅទីកន្លែងហ្នឹងផងដែរគឺវាពិតជាវេទធនបង្វិលខ្លាំងមែនទេដូច្នេះបែរហ្នឹងក៏បាននិយាយថានាងគឺមិនរត់ចេញពីទីកន្លែងនេះបាននោះទេក៏ដោយសារនៅប៉តជុំវិញទីកន្លែងនេះគឺស្ថិតនៅក្នុងកំណត់របស់គេហើយគេក៏បានចែកចេញពីទីកន្លែងហ្នឹងដូចគ្នាផងដែរចែកមកជីកបានមកអឺតមើលជាមួយនឹងគ្នានេះនាងក៏បានរកឃើញទៅកាន់តួឯករបស់យើងដូចគ្នាហើយមើលទៅទឹកមកចែកមកជីទៅពិតជាសឹមខ្លាំងមែនទេចំណែកតួឯករបស់យើងពិតជាភ័យក៏ដោយសារតែគេមិនតាន់ស្គាល់ដូចជាស្អែឡូវនេះគឺចង់ជួបហើយប៉ុន្តែដល់ពេលជួបអញ្ចឹងមានអារម្មណ៍ថាភ័យមិនទេហ្នឹងហើយនៅពេលដែលចាប់ទៅលើតួឯករបស់យើងហើយចែកមកជីក៏បានដឹងខ្លួនវិញដូច្នេះក៏បានចាត់ការតួឯករបស់យើងមកដែរទៅនាងក៏បាននិយាយថាបើសិនបើតទៀតថាដូចជាមិនគ្រប់គ្រងខ្លួនឯងបានទេហើយក៏បានថាបានគ្រប់គ្រងម្ដងទៀតគឺឡើងទៅលើតួឯករបស់យើងប៉ុន្តែក៏បានចាត់ការទៅកាន់គេម្ដងទៀតផងដែរហើយកំពុងតែគិតថាតួឯករបស់យើងហ្នឹងគឺធ្វើអីចឹងទៅក៏ត្រូវបានម្ដងទៀតហើយគឺឡើងជន់តែម្ដងហើយលើនេះផងដែរគឺមិនអាចថតគេបាននោះទេគឺត្រូវបានកន្លងផុតយំនឹងបាត់ហើយចំណែកតួឯករបស់យើងវិញបន្តពីយំនឹងវិញគឺក្រោយមកគឺបាត់អូនតែម្ដងសំខាន់គេរៀងសប្បាយចិត្តខ្លួនឯងដែរហ្នឹងដោយសារតែលើកទី1របស់គេហើយក៏បានស្វែងរកទៅកាន់អាចារ្យម្នាក់ហ្នឹងផងដែរប៉ុន្តែគេរកមិនឃើញនោះទេហើយបានគាត់ថាវាគ្រាន់តែជាសុបិនតែប៉ុណ្ណោះប៉ុន្តែភ្លាមក៏មានការភ្ញាក់ផ្អើលមកតទៀតក៏ដោយសារតែអាបតតខ្មៅឬក៏ស្នាមខ្មៅនៅលើទ្រូងរបស់គេហ្នឹងគឺត្រូវបានលាបបាត់ទៅហើយដូច្នេះមានន័យថាគេអាចរួចផុតពីជីវិតរបស់គេនៅលើកនេះហើយក៏បានព្យាយាមរត់ចេញពីទីកន្លែងហ្នឹងហើយក៏ទៅភូមិរបស់គេវិញប៉ុន្តែនៅពេលដែលទៅដល់ភូមិរបស់គេហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយសារតែមានការវាយប្រហារដ៏ធំមួយគឺបានកំទេញនឹងដល់ភូមិរបស់គេនិងសម្រាប់ប្រជាជននៅទីកន្លែងនោះយកតែម្ដងហើយខ្ញុំភ្លេចប្រាប់ឈ្មោះតួឯករបស់យើងផងដែរដែលគេមានឈ្មោះថាយេធានមីងដូចអ្នកនរគ្នាដូចរឿងបៃសេណែស្មាយតែរឿងនោះផងដែរមានឈ្មោះថាលីធានមីងចំណែករឿងនេះមានឈ្មោះថាយេធានមីងគឺស្តីគ្នាដែរមែនទែនដោយធានមីងនៅពេលនេះក៏បានឃើញថាក្រុមចោរតនោះគឺបានសម្លាប់មនុស្សជាច្រើនតែម្ដងហើយគេក៏បានចូលលបដើម្បីទៅមើលផងដែរដោយសារអ្នកភូមិនិងទីកន្លែងនេះត្រូវបានបំផ្លាញបែបនេះហើយដូចជាគេមិនធ្វើអ្វីបាននោះទេប៉ុន្តែភ្លាមក៏បានលើសំឡេងសម្រាប់មនុស្សស្រីតែគេស្លាញ់ផងដែរគឺចេះសាជាគួយនឹងឯងដូចគ្នានេះផងដែរក្រុមចោរទីកន្លែងហ្នឹងគឺចង់ចាត់ការទៅលើអាចារ្យបាត់ហើយតួឯករបស់យើងអបាយធានមីងហ្នឹងគឺចង់ទៅជួយផងដែរប៉ុន្តែនៅពេលនេះផងដែរស្ថានភាពបែបនេះគេមិនអាចជួយអ្វីទៅកាន់អាចារ្យទេបាននោះទេដូច្នេះហើយមានតែសុំទៅនាងពីចម្ងាយហើយក៏បានចង់ចាចេញពីទីកន្លែងហ្នឹងក៏ដូចគ្នានេះផងដែរក៏បានលើសំឡេងពួកក្រុមចោរហ្នឹងក៏បាននិយាយថាពួកគេនឹងធ្វើការចាត់ការម្ដងហើយក៏បានដាក់វេនគ្នាប៉ុន្តែភ្លាមក៏បានលើសំឡេងផ្លាច់គឺអបាយម្នាក់គឺបាន
ពេលបរិហានឹងតែកភ្លេងទៅកាន់តែចាយម្នាក់ហ្នឹងក៏បាននិយាយថាខ្ញុំពិតជាស្រឡាញ់នាងខ្លាំងដែរប៉ុន្តែក៏ត្រូវបានអប៉ែធានមីងគឺបានលោនមកពីចម្ងាយលោចាក់ដើម្បីពេលបរិហាទៅកាន់អប៉ែបាញ់មីងប៉ុន្តែក៏ត្រូវបានគេទប់ជាប់ហើយក៏បានចាត់ការនឹងពេលបរិហាអប៉ែធានមីងក៏ទេហើយនៅពេលនេះផងដែរយើងក៏បានឃើញអប៉ែធានមីងពិតជាវេទនាខ្លាំងមែនទេអាចារ្យសៀវគួយក៏បានមានការភ្ញាក់ផ្អើលក៏ដោយសារតែធានមីងគឺបានមកជួយគេជាធានមីងក៏បានឲ្យអាចារ្យសៀវគួយគឺចាក់ចេញពីទីកន្លែងហ្នឹងទៅគេនឹងធ្វើការទប់ទល់ជំនួសក៏ដូចគ្នានេះផងដែរគណៈពេលដែលគេកំពុងតែនិយាយហ្នឹងក៏បានថោស៊ីមកផ្លែដាវចំកដាធុងគឺយើងក៏បានឃើញណាបរមម្នាក់ហ្នឹងគឺបានមកចាត់ការក៏បាននិយាយថាអូនឯងពិតជាឆ្លើយខ្លាំងដែរដែលមកទីកន្លែងនេះតែម្នាក់ឯងឲ្យចង់ទៅផ្លាញ់ចាត់ការជាមួយនឹងបងរកនេះដល់ចាញ់ដែលធ្វើឲ្យយាយធានមីងគឺថោបានរួចភ្លាមជាប៉ាសៀវគួយក៏មានការព្យាបាលទៅឲ្យផលរបស់យើងពិតជារួមគួរយ៉ាងធ្ងន់ធ្ងរចង់ជួយសង្គ្រោះទៅកាន់អាចារ្យសៀវគួយទេប៉ុន្តែវាមិនអាចនោះទេអាចារ្យសៀវគួយទៅបានពួកអនោះគឺបានចង់ចាត់ការភ្លាមមកគឺបានសាយឲ្យជំនួយតែម្ដងចំណែកទៅឲ្យផលរបស់យើងធានមីងវិញហាដូចជាមិនធ្វើអ្វីបាននោះទេគេទៅតែរួចជីវិតអំពីត្រានេះឥឡូវនេះគឺហៅបានស្លាមម្ដងទេតែមានដែរទេប៉ុន្តែក៏បានលើកសម្លេងមួយផងដែរក៏ដូចគ្នាក៏យើងក៏មិនដឹងថាសម្លេងហ្នឹងគឺនិយាយពីអីដែរក៏ដោយសារតែគេក៏ដាក់សាប់ថៃថយើងមួយទេហើយយើងក៏បានឃើញថាធានមីងគឺបានមកដល់ទីកន្លែងមួយក៏បានឃើញតែផងដែរតែទីកន្លែងហ្នឹងផងដែរយើងហាដូចជាឃើញថាភ្លាមគឺទីកន្លែងហ្នឹងគឺត្រូវបានបើកទៅវិញទៅជួយផលរបស់យើងធានមីងពិតជាស្រែកខ្លាំងដែរប៉ុន្តែឥឡូវនេះផងដែរយើងក៏បានឃើញថាអាចារ្យសៀវគួយកំពុងតែធ្វើបានពណ៌នោះគឺបានចាប់ហាយអាមទិញដងហើយចំណែកធានមីងរបស់យើងវិញគឺបានបាត់ភ្នែកបើកមកវិញភ្នែកឡើងក្រហមភ្លាមកម្លាំងខ្លាំងរបស់គេហ្នឹងគឺមិនដឹងថាបានមកពីណាទេហើយដូចជាមានធម្មពលយ៉ាងសន្ធឹកសន្ធាប់គឺបានភ្ញាក់ខ្លួនហើយនៅពេលនោះផងដែរក៏មានរនាំងមួយផងដែរហើយដូចជាកំពុងតែរងគ្រោះធម្មពលឋានសួគ៌អញ្ចឹងទៅហើយអាឡបងធំគេកំពុងតែចាប់ហើយដាវនឹងធ្វើសេទៅកាន់អាចារ្យសៀវគួយហ្នឹងភ្លាមក៏បានឃើញពលឺមួយចាត់ការមនុស្សម្នាក់នៅពេលខាងក្រោយហើយមានចាត់ការនៅទេគឺបានផ្លាស់ទីយ៉ាងលឿនតែម្ដងគឺកាច់កទៅកាន់អបមេនេះហ្នឹងចេះតែធ្វើអាចារ្យសៀវគួយពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅនោះផងដែរគឺជាធានមីងហ្នឹងហើយឥឡូវនេះពិតជាការយកតែមែនទែនហើយយើងត្រឡប់មកមើលអំបញ្ញមិញបន្តិចទួយផលរបស់យើងគឺបានមកដល់ទីកន្លែងមួយនឹងបានឃើញអ្នកមួយផងដែរដែលកំពុងតែជាប់ឃុំដោយចង្វាយយ៉ាងច្រើនហ្នឹងឃើញបែបនេះអាធានមីងពិតជាភ័យខ្លាំងដែរក៏បាននិយាយថាប្រហែលជាខ្ញុំស្លាប់នៅទីកន្លែងហ្នឹងហើយក៏ដូចគ្នានេះផងដែរព្រលឹងរបស់ខ្ញុំនឹងត្រូវបានស៊ីទៅអបនេះហ្នឹងប៉ុន្តែក៏បានហត់ចេញពីទីកន្លែងហ្នឹងក៏ត្រូវបានអ្នកគឺបាននិយាយថាហើយកុំភ័យពេកមើលអញគឺជាអ្នកខ្មៅជាមួយនឹងគ្នានេះផងដែរមនុស្សដែលបានជួបអញវាពិតជាអស្ចារ្យខ្លាំងមែនហើយក៏បាននិយាយទៅកាន់អបធានមីងថាហើយហ្នឹងគឺជា EJC ហើយប្រហែលជាឈ្មោះដើមរបស់ទួយផលរបស់យើងពីសម័យណាអញ្ចឹងទៅប៉ុន្តែគេក៏បាននិយាយថាទួយផលរបស់យើងហ្នឹងគឺបានជួបគេដូច្នេះហើយមិនស្លាប់នៅទីកន្លែងហ្នឹងនោះទេគឺបានសើយ៉ាងកំណាចតែម្ដងយើងក៏បានឃើញថាក្រុមចៅគឺបានពេលបរិហាទៅកាន់ធានមីងប៉ុន្តែក៏ត្រូវបានអប៉ែធានមីងគឺបានចាត់ការហើយទីកន្លែងហ្នឹងផងដែរគឺអប៉ែអ្នកខ្មៅហ្នឹងគឺបានកំពុងទៅលើរាងកាយរបស់ប៉ែធានមីងនោះទេដូច្នេះខ្ញុំនិយាយថាអ្នកខ្មៅតែម្ដងទៅចឹងជាមួយមនុស្សជាច្រើនដែលបានសម្របទៅពេលបរិហាទៅកាន់អ្នកខ្មៅក៏ត្រូវបានអ្នកខ្មៅលោតឡើងលើដើម្បីគេហើយក៏បានធ្វើការសម្លាប់មនុស្សទៅអត់នោះផងដែរហើយក៏បានឃើញថាក្រុមចៅជាច្រើនទៀតគឺបានបន្លំប៉ុណ្ណឹងពេលបរិហាទៅកាន់អ្នកខ្មៅប៉ុន្តែក៏ត្រូវបានអ្នកខ្មៅគឺបានសម្លាប់យ៉ាងស៊ីផុយដោយត្រឹមតែមួយស្នៀតតែប៉ុណ្ណោះជាងក៏បានឃើញថាសល់ចោលម្នាក់ផងដែរដែលលើកនេះគេយកអាចារ្យសៀវគួយគឺយកមកគំរាមទៅកាន់អ្នកខ្មៅប៉ុន្តែវាមិនធ្វើឲ្យអ្នកខ្មៅគឺភ័យនោះទេបានស្ទុះមកមុខភ្លាមគឺអញញឹមស្ញែងតែម្ដងទៅកាន់អប៉ែម្នាក់ហ្នឹងក៏បានកាត់ដៃវាភ្លាមជាមួយនឹងការចង្វាច់ទៅកាន់ក្បាលរបស់វាគឺសម្លាប់ទីកន្លែងហ្នឹងចេះតែធ្វើឲ្យអាចារ្យសៀវគួយពិតជាភ័យនឹងតស្លុតខ្លាំងមែនឃើញមនុស្សជាច្រើនគឺត្រូវបានសម្លាប់នៅចំពោះមុខខ្លួនជាមួយនឹងទឹកមុខដ៏កំណាញ់នឹងកៅភ្នែកដ៏ក្រហមចិនចៅរបស់អប៉ែអ្នកខ្មៅនៅទីកន្លែងហ្នឹងហើយយើងមកមើលអាកន្លែងសមុទ្រភ្លើងរបស់គេវិញម្ដងខ្ញុំសូមហៅកន្លែងហ្នឹងគឺជាសមុទ្រភ្លើងទៅចោះក៏ដូចគ្នានេះផងដែរអ្នកខ្មៅគឺបានសួរទៅកាន់ធានមីងថាឡានៅពេលនេះផងដែរគឺឯងបាននិយាយច្រើននោះទេដល់ពេលវេលាមួយហើយក៏ត្រូវពេលវេលាជាក់ឡើងធំថៅផងដែរខ្ញុំនឹងប្រាប់ឯងគឺអំពីរឿងដ៏អត់តែម្ដងប៉ុន្តែនៅពេលនេះគឺសំណួរសំខាន់ដែលសួរទៅកាន់អប៉ែធានមីងពិតជាឆ្ងល់តែចង់សួរឯងសំណួររបស់លបងនេះហ្នឹងពិតជាចោកខ្លាំងដែរក៏បាននិយាយថាឥឡូវនេះអូនឯងគឺចង់បាននុស័យម្នាក់ដ៏សរសែននិងមានការបង្ហាត់ទេមានដែរទេហើយជាហេតុដែលធ្វើអប៉ែធានមីងពិតជាមានការវិជាបោខណ្ឌលបងឯងហ្នឹងគឺជាអ្នកខ្មៅដ៏អស្ចារ្យមែនទេហើយដូចក៏បានជាអំពីរឿងនេះដែលអ្នកខ្មៅគឺបាននិយាយថាឥឡូវឯងគឺបានគិតទេមែនទេនៅពេលដែលឯងគឺបានដេកជាមួយនឹងមនុស្សស្រីបង្ហាត់មនុស្សនោះដែលធ្វើឲ្យរាងកាយរបស់ឯងហ្នឹងគឺមានភាពប្រសើរឡើងជាមួយនឹងការដកហៀននេះដែលអាចឲ្យអប៉ែឯងហ្នឹងគឺស្លាប់នៅជុក10ឆ្នាំហ្នឹងឯងអូខេអ្នកនរគ្នាខ្ញុំសូមបញ្ចូលកន្លែងហ្នឹងតិចប្រហែលជាគ្នាយើងគឺស្ដាប់មិនចូលក៏ដោយសារខ្ញុំនិយាយរៀងដាច់ដង្ហើមដូច្នេះខ្ញុំសូមបញ្ចូលបន្តិចគឺកន្លែងហ្នឹងផងដែរអត្រានៃនៅលើធុងរបស់ទួយផលរបស់យើងក៏ដូចជាគ្រួសារយាយគេផងដែរគឺគ្មានអាណាម្នាក់ដែលបានធ្វើលើពីអាយុ10ឆ្នាំនោះទេចាប់តាំងពីមានឋានហ្នឹងមកហើយគឺនៅសល់ទួយផលរបស់យើងហ្នឹងឯងហើយនៅពេលដែលទួយផលរបស់យើងគឺបានដេកជាមួយនឹងអាចារ្យមង្ជីហ្នឹងគឺដែលធ្វើឲ្យឋានរបស់គេហ្នឹងគឺត្រូវបានរលត់បាត់ទៅទួយផលរបស់យើងគឺហួសផុតអាយុគឺ10ឆ្នាំដូច្នេះគឺទៅអតាអ្នកហ្នឹងគឺបានសួរទៅកាន់ទួយផលរបស់យើងហ្នឹងគឺចង់ដេកមួយស្អីដែលជាអ្នកវឹកហាត់ហ្នឹងឥឡូវ
យើងតសាយើងរបស់យើងទៅតែម្ដងទៅនៅពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានឹងផងដែរក៏នៅទីកន្លែងហ្នឹងគឺបានរង្គើភ្លាមៗតែម្ដងហើយក៏មិនដឹងថាមានបញ្ហាអ្វីកើតឡើងដូចគ្នានៅពេលនេះទូឲ្យផលរបស់យើងហាក់ដូចជាមានការផ្ទៃផលជាមួយនឹងសម្ដីរបស់អ្នកក្រីខ្មៅគឺបាននិយាយថាវាហាក់ដូចជាដល់ដែនកំណត់លឿនមែនទែនដូច្នេះហើយគេនឹងផ្ដល់នៅធម៌ពលគេចុងក្រោយដើម្បីឲ្យទូឲ្យផលរបស់យើងហើយក៏បាននិយាយថាថាខ្មៅដែលនៅលើធុងរបស់ទូឲ្យផលរបស់យើងហ្នឹងគឺជាថាមួយដែលអ្នកវឹកហាត់អមតៈដ៏កំពូលនេះគឺបានដាក់មកលើគូសាយាយរបស់ពួកគេដូច្នេះហើយថាខ្មៅហ្នឹងគឺមិនបានបាត់តំណែងនោះទេវាគ្រាន់តែបាត់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះថោទៅឲ្យទូឲ្យផលរបស់យើងហ្នឹងឈានទៅដល់ចំណុចកំពូលនៃពិភពលោកខ្លាចទៅជាអ្នកវឹកហាត់ដាំតែដ៏ខ្លាំងក្លាម្នាក់នៅលើផែនដីមួយនេះដូច្នេះហើយទៅទូឲ្យផលរបស់យើងហ្នឹងគឺអាចបំផាយទៅកាន់បណ្ដាសារបស់អ្នកវឹកហាត់អមតៈមួយនោះបានហើយជាមួយនឹងគ្នានេះផងដែរគេនឹងផ្ដល់នូវធម៌ពលនិងអំណាចរបស់គេចុងក្រោយទៅឲ្យទូឲ្យផលរបស់យើងដូច្នេះហើយមានន័យថាមិនមែនគឺជាអ្នកក្រីខ្មៅមកគ្រប់គ្រងទៅលើទូឲ្យផលរបស់យើងស្អីនោះទេវាគ្រាន់តែជាធម៌ពលដែលអ្នកក្រីខ្មៅគឺឲ្យទូឲ្យផលរបស់យើងតែប៉ុណ្ណោះហើយប្រហែលជាអ្នកក្រីខ្មៅនឹងគឺថោបានអាលេបាត់ឬក៏ដេកលងលូអីចឹងទៅនៅពេលដែលបែរទៅវិញគឺបានភ្ញាឡើងវិញគេពិតជាភ័យឡាមទៅហើយក៏មានការវាបាក់ផងដែរនៅពេលនោះផងដែរគេក៏បានឃើញនៅសម្បត្តិមួយដែលចែស៊ីវគួយគឺបានតឲ្យគេហ្នឹងហើយក្នុងសម្បត្តិនោះគឺបាននិយាយថានៅពេលដែលទៅវិញគឺបានឃើញសម្បត្តិនេះហើយនាងនិងអ្នកភូមិគឺបានចាចេញទីកន្លែងនេះហើយធានមីរបស់យើងគឺបានសម្លាប់ទៅកាន់ខំចោលទៅអស់នោះដូចឈួនចឹងហើយក៏ត្រូវបានសម្លាប់ភ្លាមៗផងដែរហើយទើបនាងគឺបាននាំធានមីគឺមកសម្រាប់នៅក្នុងបន្ទប់នេះក៏ដោយហេតុថាធានមីរបស់យើងគឺបានសម្លាប់ទៅកាន់ខំចោលទៅអស់នោះដូច្នេះហើយគឺខ្លាចខំចោលមកសងសឹកដូច្នេះហើយអ្នកទាំងអស់គ្នាក៏ដូចជាអ្នកភូមិហ្នឹងគឺបាននាំគ្នាចាចេញពីភូមិមួយនេះហើយនាងក៏មកអាចបញ្ចុះបញ្ចូលទៅកាន់អ្នកទាំងអស់គ្នាបាននោះដែរដូច្នេះហើយមានតែឲ្យជួយផលរបស់យើងនៅទីកន្លែងនេះនាងសង្ឃឹមថាជួយផលរបស់យើងនឹងរស់នៅយ៉ាងល្អនៅទីកន្លែងនេះហើយនាងក៏បានចាចេញពីទីកន្លែងហ្នឹងទៅសម្បត្តិជួយផលរបស់យើងតែធំហ្នឹងទៅហើយនៅពេលនោះផងដែរធានមីគឺបានចាចេញពីបន្ទប់របស់គេស្នាក់នៅហ្នឹងពិតជាមានការព្យាបាលខ្លាំងទេថានេះសតតែចំនួនដែលគេបានសម្លាប់មានដែរទេជាមួយនឹងគ្នានេះគេពិតជាមិនជឿនោះទេហើយពិតជាឆ្ងល់ខ្លាំងទេហើយយើងក៏បានឃើញថាប្រព័ន្ធជាច្រើនគឺបានលេចចំពោះមុខធានមីពិតជាឆ្ងល់ប្រព័ន្ធគឺបាននិយាយថាឈ្មោះយាយធានមីមានកម្រិតវឹកហាត់រាងកាយក៏ដូចជាកម្រិតវឹកហាត់ឈីនៃរកនេះហើយខ្ញុំក៏អត់ដឹងថាកម្រិតហ្នឹងគឺជាកម្រិតស្អីដូចគ្នាហើយវាសុទ្ធតែជាកម្រិតដំបូងនោះទេហើយចាំមើលខ្ញុំឆែករកមើលកម្រិតរបស់វានៅក្នុង website មើលបើមានគឺខ្ញុំផាមនៃរកនេះបើអត់មានទេមានតែតាមសាច់រឿងរបស់យើងទៀតហើយធានមីឃើញបែបនេះហើយពិតជាមានការព្យាបាលគឺក៏បាននិយាយថាឈានទៅដល់កម្រិតវឹកហាត់ឈីហើយដូច្នេះហើយតើអ្នកក្រីខ្មៅមួយនោះគឺបានធ្វើឲ្យមកលើរាងកាយរបស់គេក៏បានសម័យទៅពេលដែលអ្នកក្រីខ្មៅគឺបានបញ្ចូលនៅធម៌ពលមកលើរាងកាយរបស់គេហ្នឹងឯងនៅពេលនោះផងដែល system គឺបានបញ្ចេញបេសកកម្មទៅឲ្យផលរបស់យើងបំពេញដោយធ្វើការចាត់ការមនុស្សស្រីគឺខ្ញុំមិនចូលពីកន្លែងហ្នឹងដូចគ្នាគឺចាត់ការលើសពី90នាក់ក្នុងរយៈពេល60ថ្ងៃកន្លែងហ្នឹងខ្ញុំគឺអត់យល់ទេសូមអត់បកស្រាយអ្វីទាំងអស់ចាំមេធាវីខ្ញុំមិនដល់ចាំបកស្រាយអ្នកនរគ្នាស្ដាប់ហើយក៏មានបេសកកម្មមួយទៀតផងដែរគឺឲ្យធានមីរបស់យើងនឹងចាត់ការទៅកាន់ចចកឈាមចំនួន8ក៏បានគាត់តែនិយាយអំពីចចកឈាមយើងក៏បានឃើញថាចចកឈាមកំពុងតែលើខ្ពស់ភ្នំលូភ្លាមហើយក៏បានហក់មកវាបង្ហាញទៅកាន់ធានមីផងដែរធានមីពិតជាមានការព្យាបាលខ្លាំងដែរដោយសារចនេះវាពិតជាធំវាគឺស្ថិតនៅកម្រិតផ្លាស់ប្ដូរកម្រិតទី2ពិតជាមានការព្យាបាលខ្លាំងដែរនៅពេលនោះធានមីក៏បាននិយាយថាគេចង់ហ៊ុននៅពីវាឆ្នាំទៀតហើយក៏បានអត់ចាយចេញពីទីកន្លែងហ្នឹងប៉ុន្តែក៏ត្រូវបានចកឈាមគឺបានដេញតាមវាដូចគ្នាអាចចកមួយនេះផងដែរត្រូវបានផ្លាស់ប្ដូរខ្លាំងទៅជាស្ដេចចកឈាមបាត់ទៅហើយជាមួយនឹងការរត់គេចរបស់ធានមីហ្នឹង system នៅតែហាមគេគឺកុំឲ្យអត់គេចូលចាត់ការជាមួយនឹងចកឈាមហ្នឹងទៅប្រសិនបើមិនដូចឆ្នាំទៅនឹងថោពិន័យជ័យឈាមកានជាក៏បានឃើញថាចកឈាមវាបានលោតទៅវាហាទៅកាន់ដោយផលរបស់យើងផងដែរជាមួយនឹងការគេចរបស់ធានមីចោលឡើងហ្នឹងផ្ទុះភ័យទុំតាំងពីបែកកន្លែងនៅទីកន្លែងហ្នឹងហើយវាសល់តែរយៈពេល10វិនាទីចុងក្រោយទៅប៉ុណ្ណោះដូច្នេះហើយក៏បានពមៀនទៅកាន់ធានមីម្ដងទៀតចំណែកធានមីរបស់យើងគ្មានអ្វីនោះទេគឺបានធៀមខ្លួនដើម្បីចាត់ការទៅកាន់ចចកឈាមវិញទោះបីជាគេរងរបួសយ៉ាងណាក៏ដោយក៏បានផាបញ្ញារបស់គេគឺបានលោតទៅចាប់វកនៅទីកន្លែងមួយផងដែរដើម្បីលើកទៅបានទៅកាន់ចចកនៅទីកន្លែងហ្នឹងជាមួយនឹងគ្នានេះយើងក៏បានឃើញថា style របស់ធានមីពិតជាខ្លាចទៅធ្វើឲ្យចចកឈាមនោះមានការព្យាបាលធានមីក៏បានលោតទៅបានទៅកាន់វាគេក៏បានគិតថាវាពិតជាជោគជ័យហើយគឺបានជិះទៅលើចចកឈាមមួយនោះហើយវាពិតជាហាក់ដូចជាវង្វេងតែអញ្ចឹងវាគឺបានរត់ទៅកាន់ជួរមួយធានមីពិតជាភ័យខ្លាំងដែរហើយនៅពេលដែលចចកឈាមគឺបានលោតទៅក្នុងជួរមួយនោះផងដែរ system ក៏បាននិយាយថាបេសកកម្មដែលធានមីរបស់យើងគឺបានបំពេញហ្នឹងគឺវាថោបានប្រាជ័យបាត់ទៅហើយចចកឈាមក៏បានធ្វើការស្ដារនៅធម៌ពលនិងភាពអស់កម្លាំងរបស់វាឡើងវិញដូចគ្នាជាមួយនឹងគ្នានេះផងដែរយើងក៏បានឃើញថាស្ថិតនៅក្រោមជួរហ្នឹងផងដែរក៏បានឃើញនៅរីម្នាក់ជាមួយនឹងខ្ញាដំរីមួយគឺបានឃើញថាចចកឈាមនៅទីកន្លែងហ្នឹងគឺថោបានសម្លាប់ដូចគ្នាហើយយទៅបានសម្លាប់ដោយនៅរីម្នាក់ហ្នឹងផងដែរបន្តវិភេទទី3ហ្នឹងឯងនៅពេលដែលបែធានម៉ងគឺបានខោចេញពីការហួយមានជីវិតរបស់គេវិញហើយគេហាក់ដូចជារីករាយខ្លាំងដែរក៏ដោយសារទទួលបានជោគជ័យបែបនេះហើយ system ក៏បានប្រាប់ឲ្យគេទូ
ទទួលយកនៅ snow របស់សត្វចចកជាផងដែរគេក៏បានដកយកវាមកយើងក៏បានឃើញថាវាពិតជាធំខ្លាំងមែនទែនដោយស៊ីសំគឺបានប្រាប់ទៅកាន់ប្រធានមកថាវាគឺជា snow សត្វដ៏កម្រហើយក៏មានគុណភាពល្អផងដែរគណៈពេលដែលគេកំពុងតែគិតនោះយើងក៏បានឃើញថានារីម្នាក់ក៏បានជ័យជាមួយនឹងគេផងដែរថាវាពិតជាល្អខ្លាំងមែនទែនហើយវាអាចលូកបានថ្លៃផងដែរនៅពេលនោះផងដែរយើងក៏បានឃើញនារីម្នាក់ចេញមកដែលជានារីដែលបានបញ្ចប់ផ្សាយរឿងភេទទី3របស់យើងនឹងឯងនាងក៏បានណែនាំខ្លួនរបស់នាងផងដែរដែលមានឈ្មោះថាលីងម៉ងនាងគឺមកពីប៉ាឈិញយុនក៏ដូចគ្នានេះផងដែរនាងក៏បាននិយាយด้วยផលរបស់យើងគឺឲ្យអា Snow Sample របស់សត្វចចកឈាមនេះនៅនឹងដៃនាងទៅវាល្អជាងប្រសើរជាងនៅด้วยផលរបស់យើងហើយនាងក៏អាចផ្ដល់ឱកាសមួយសម្រាប់ด้วยផលរបស់យើងជីលើសត្វពេញពេញរបស់នាងផងដែរការវិភាគមុនដូចជាចុងវីដេអូហ្នឹងខ្ញុំនិយាយថាសត្វខ្ញាដំរីនោះទេប៉ុន្តែវាគឺជាពេញពេញទៅវិញនៅតែណារកណេសចឹង sorry ផងនៅពេលដែលនាងនិយាយបែបនេះហើយ system ក៏បានឲ្យด้วยផលរបស់យើងគឺធ្វើការចងសម្ព័ន្ធមិត្តជាមួយនឹងកញ្ញាលីម៉ាំងណាំផងដែរដោយគ្នានេះด้วยផលរបស់យើងគ្មានអ្វីដែលបែកសាច់ជាមួយនឹង system នោះទេបន្តមកអ្នកទាំងពីរគឺបានចាកចេញពីទីកន្លែងហ្នឹងនាងក៏បានណែនាំខ្លួនរបស់នាងផងដែរដូចជាការពិថារឿងរបស់យើងចឹងដំបូងហ្នឹងយាយធានម៉ាំងគឺបាននិយាយថាគេមិនចង់ឲ្យទៅកាន់នាងនោះទេប៉ុន្តែដោយសារតែឃើញនៅកម្លាំងរបស់នាងគឺគំរាមខ្លាំងបែបនេះដូច្នេះហើយមានតែស្របទៅកាន់នាងតែប៉ុណ្ណោះបន្ទាប់ពីអ្នកទាំងពីរកំពុងតែធ្វើដំណើរជិះលើសត្វពេញពេញរបស់កញ្ញាលីម៉ាំងគឺចាកចេញពីព្រៃហ្នឹងផងដែរនាងក៏បាននិយាយថាសង្ឃឹមថាតួឯកផលរបស់យើងហ្នឹងគឺគ្មានបាក់ពលចោះហើយក៏អាចណែនាំតួឯកផលរបស់យើងទៅកាន់បាក់ឈិញយុនរបស់នាងផងដែរដូច្នេះតួឯកផលរបស់យើងសង្ឃឹមថាគឺអាចចូលទៅកាន់បាក់របស់នាងមែនប៉ុន្តែមិនមែននោះទេគឺមិនឲ្យចូលអ្វីនោះទេគ្រាន់តែឲ្យតួឯកផលរបស់យើងខ្លាយទៅជាអ្នកបម្រើរបស់នាងតែប៉ុណ្ណោះចេះតែធ្វើឲ្យយាយធានម៉ាំងពិតជាកៀងខ្លាំងមែន system ក៏បានឲ្យខ្វែងមួយទៅកាន់តួឯកផលរបស់យើងគឺដើម្បីគេចូលទៅកាន់បាក់ឈិញយុនរបស់កញ្ញាលីម៉ាំងហ្នឹងផងដែរបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់ admin ក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន